បាទខ្ញុំបាទសូមអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពថ្ងៃនេះខ្ញុំបាទសូមបង្វែរអារម្មណ៍ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់មកធ្វើការស្វែងយល់អំពីអំណាចយោធារបស់អង្គការ NATO ដែលគេចាត់ទុកថាជាបកសម្ព័ន្ធយោធាធំបំផុតនៅលើពិភពលោកបាទមុននឹងចូលដល់ខ្លឹមសារសម្រាប់ប្រិយមិត្តថ្មីសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងនៅរាល់ការផុសវីដេអូថ្មីៗរបស់ខ្ញុំបាទរុចសែលអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងឬហៅកាត់ថា NATO ត្រូវបានគេចាត់ទុកថាជាបកសម្ព័ន្ធយោធាធំបំផុតនៅលើពិភពលោកប៉ុន្តែតើអ្នកដឹងទេថាតើអំណាចរបស់ NATO បានមកពីណាហើយតើបកសម្ព័ន្ធយោធាមួយនេះមានកងទ័ពផ្ទាល់ខ្លួនដែរឬទេជាការពិតណាស់ NATO មិនមានកងទ័ពផ្ទាល់ខ្លួនឡើយពលគឺទាំងចំនួនកងទ័ពនិងកញ្ចប់ថវិកាយោធាគឺជាការចូលរួមចំណែករួមគ្នានិងអាស្រ័យលើប្រទេសជាតិសមាជិកទាំង30ប្រទេសក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកបារាំងនិងចក្រភពអង់គ្លេសជាដើមឧទាហរណ៍កងទ័ព NATO មានកងទ័ពសរុបជិត 3.5 លាននាក់និងក្នុងនោះកងទ័ពអាមេរិកមានច្រើនជាងគេគឺជាង 1.4 លាននាក់ឬស្មើនឹង 41% នៃកងទ័ពសរុបនៅក្នុងបកសម្ព័ន្ធយោធាមួយនេះនៅសល់ 59% ទៀតគឺជាកងទ័ពមកពីកាណាដានិងបណ្ដាប្រទេសអឺរ៉ុបជាសមាជិកដទៃទៀតដោយទូគីមានកងទ័ពចំនួន 445,500 នាក់បារាំងមាន 208,000 នាក់និងអង់គ្លេសមានចំនួន 156,200 នាក់នេះបើតាមតួលេខរបស់អង្គការ NATO កាលពីឆ្នាំ 2021 ដោយឡែកនិយាយពីកញ្ចប់ថវិកាយោធាក៏ដូចគ្នាគឺអាស្រ័យលើកញ្ចប់ថវិកាយោធានៃបណ្ដាប្រទេសជាសមាជិកនីមួយៗកាលពីឆ្នាំ 2021 កញ្ចប់ថវិកាឬការចំណាយខាងវិស័យយោធាសរុបរបស់ NATO ត្រូវបានគេប៉ាន់ប្រមាណថាទំហំដល់ទៅ 1.2 ត្រីលានដុល្លារហើយក្នុងមួយឆ្នាំ NATO ចាយវាយ៉ាងហោចណាស់ 3,000 លានដុល្លារសហរដ្ឋអាមេរិកមានកញ្ចប់ថវិកាជាតិយោធាធំជាងគេដល់ជាង 278,000 លានដុល្លារកាលពីឆ្នាំ 2020 ឬច្រើនជាង 13 ដងបើធៀបទៅនឹងកញ្ចប់ថវិកាជាតិយោធារបស់រុស្ស៊ីដែលមានត្រឹមតែ 62,000 លានដុល្លារប៉ុណ្ណោះនេះបើតាមទិន្នន័យពីវិទ្យាស្ថានសិក្សាស្រាវជ្រាវអន្តរជាតិ Stockholm ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែតគួរបញ្ជាក់ថាសម្រាប់អង្គការ NATO ស្នូលនឹងជាមូលដ្ឋានគ្រឹះសំខាន់បំផុតនោះគឺមាត្រា 5 ដែលមានចែងពីសន្តិសុខសមូហភាពបានន័យថាការវាយប្រហារឬការគំរាមកំហែងប្រទេសជាសមាជិកណាមួយគឺជាការវាយប្រហារឬក៏គំរាមកំហែងលើ NATO ទាំងមូលដែលតម្រូវឲ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ត្រូវចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បាទខ្ញុំបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទអត្ថបទស្វែងយល់អំពីអំណាចយោធារបស់អង្គការ NATO មានខ្លឹមសារដូចដែលខ្ញុំបាទរៀបរាប់ខាងលើបើប្រិយមិត្តពេញចិត្តសូមចែករំលែកក្តីស្រឡាញ់ដោយគ្រាន់តែចុច Subscribe និងដាក់សញ្ញាកណ្ដឹងហើយខ្ញុំបាទរងចាំការ comment ជាមតិយោបល់ក្នុងន័យស្ថាបនាពីអ្នកជាទីស្រឡាញ់ទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ